ផ្លាកសញ្ញាបម្រាមមានរាងដូចម្តេចបាទផ្លាកសញ្ញាបម្រាមមានរាងមូលបាទមានព័ទ្ធជុំវិញជាយខាងក្នុងក្រាស់មានពណ៌ក្រហមក្រាស់ជាយក្រៅស្ដើងពណ៌សរូបសញ្ញាសម្គាល់គឺពណ៌ខ្មៅបាទអញ្ចឹងប្រាក់សញ្ញាបម្រាមគឺស្មើនឹងហាមបាទហាមបត់ឆ្វេងបាទហាមបត់ត្រឡប់ក្រោយហាមបត់ស្ដាំហាមចូលនេះគឺជាប្រាក់សញ្ញាបាទបម្រាមហើយគឺស្មើនឹងហាមបាទអញ្ចឹងប្រាក់សញ្ញានេះគឺប្រាក់សញ្ញាហាមស៊ីផ្លេបាទគឺគេបម្រាមគឺកន្លែងដូចជាកន្លែងមន្ទីរពេទ្យសាលាបង្រៀននិងជាជួបប្រាក់សញ្ញាហាមស៊ីផ្លេយើងស៊ីផ្លេអត់បានទេបាទនេះដល់ផ្ទៃខៀវម្ដងបាទពណ៌ជុំវិញពណ៌ក្រហមនេះគឺស្មើនឹងហាមអញ្ចឹងមិនថាផ្ទៃសមិនថាផ្ទៃបាទខៀវទេគឺប្រាក់ស្មើនឹងប្រាក់សញ្ញាបម្រាមដូចគ្នាបាទនេះហាមចតបាទអញ្ចឹងហាមចតគឺយើងអាចឈប់បានបាទឈប់លើកដាក់តំណែងឡើងចុះម្ចាស់យានជំនិះនៅក្បែរយានជំនិះអានេះគេហៅថាបាទតែចតហើយបាទអញ្ចឹងចតឲ្យឈប់គឺមានន័យបាទគឺខុសគ្នាអត់ដូចគ្នាទេបាទអញ្ចឹងឈប់គឺឈប់មួយផ្លែតរយៈពេលបាទខ្លីដល់ពេលចតគឺចតរយៈពេលយូរបាទចតចោលហ្នឹងហៅថាចតបាទនេះប្រាក់សញ្ញាហាមបាទហាមឈប់បាទហាមឈប់យើងមិនអាចចតបានទេហាមចតថ្ងៃសេសបាទអញ្ចឹងឲ្យតែយើងគិតទៅបាទគិតថ្ងៃទីបាទគឺថាថ្ងៃទី1និងថ្ងៃសេសយើងចតអត់បានទេចតប្រាក់សញ្ញាបាទថ្ងៃគូវិញប្រាក់សញ្ញាហាមចូលបាទអញ្ចឹងប្រាក់សញ្ញានេះគឺគេហាមចូលបាទអញ្ចឹងយើងអាចចេញមកវិញបានបើកចូលទៅគឺអត់បានទេ